បុរសម្នាក់បានដឹងថាខ្លួនប្រាណរបស់គាត់កំពុងតែរលាយបាត់បន្តិចម្ដងតែពេលនេះគឺជាពេលដែលគាត់ទន្ទឹងរង់ចាំអស់រយៈពេល10ឆ្នាំប្រពន្ធរបស់គាត់មិនទាន់បានមកដល់ផ្ទះផងគាត់ក៏ចាប់ផ្ដើមរលាយបាត់នៅចំពោះមុខនាងគាត់ប្រញាប់ស្រែកហៅឈ្មោះប្តីតែពេលនេះប្តីរបស់គាត់បានរលាយបាត់ទៅហើយតែនាងមិនជឿទេថាមនុស្សម្នាក់អាចរលាយបាត់ទៅដោយគ្មានមូលហេតុបានដោយរបៀបណាយូរប៉ុន្មានពួកគេក៏បានរកប្តីរបស់នាងបានបន្សល់ទុកនៅ USB មួយបន្ទាប់ពីបាត់ដើម្បីស្វែងរកមូលហេតុនៃការបាត់ខ្លួនរបស់ប្តីនាងក៏ឲ្យកូនចៅយក USB ទៅដោតមើលក្នុងទូរទស្សន៍ពេលឃើញអ្វីដែលនៅក្នុងនោះប្រពន្ធក៏មានអារម្មណ៍សោកស្ដាយរហូតចង់សម្លាប់ខ្លួនឯងតាមពិតប្តីរបស់នាងមិនមែនជាមនុស្សនៅក្នុងពិភពលោកដែលពិភពលោកមួយផ្សេងទៀតគាត់ធ្លាប់មានគ្រួសារដ៏មានសុភមង្គលតែដោយសារតែគ្រោះថ្នាក់ចរាចរណ៍បានឆក់យកជីវិតប្រពន្ធនិងកូនស្រីរបស់គាត់ទៅគាត់ចង់ស្លាប់តាមប្រពន្ធកូនតែពេលនេះពេលវេលាបានធ្វើកិច្ចសន្យាមួយជាមួយគាត់គឺឲ្យគាត់ទៅពិភពលោកស្រុកគ្នាដើម្បីមើលថែសុំស៊ីស៊ីនិងកូនរបស់នាង10ឆ្នាំហើយត្រូវធ្វើតាមសំណើរបស់ពួកគេដោយគ្មានលក្ខខណ្ឌទើបអាចឲ្យគ្រួសាររបស់ឯងរស់ឡើងវិញតើឯងយល់ព្រមទេខ្ញុំយល់ព្រមឲ្យតែអាចឲ្យប្រពន្ធកូនខ្ញុំរស់ឡើងវិញឲ្យខ្ញុំធ្វើអ្វីក៏ខ្ញុំព្រមដែរបែបនេះហើយពេលនៃពេលវេលាក៏បញ្ជូនគាត់ទៅនៅក្បែរសុងស៊ីស៊ីហើយសុងស៊ីស៊ីកំពុងតែត្រូវការរកឪពុកឲ្យកូនរបស់នាងល្មមដូច្នេះអ្នកទាំងពីរក៏បានចុះកិច្ចសន្យាអាពាហ៍ពិពាហ៍រយៈពេល10ឆ្នាំគាត់ក៏ដឹងដែរថាសុងស៊ីស៊ីគ្រាន់តែចាត់ទុកគាត់ជាទូជំនួសសង្សារចាស់របស់នាងប៉ុណ្ណោះតែស្រឡាញ់ឬមិនស្រឡាញ់វាមិនសំខាន់សម្រាប់គាត់ទេគាត់គ្រាន់តែត្រូវធ្វើតាមបញ្ជាដោយគ្មានលក្ខខណ្ឌនៅរាល់សំណើរបស់សុងស៊ីស៊ីក្នុងរយៈពេល10ឆ្នាំនេះនឹងមើលថែសុងស៊ីស៊ីព្រមទាំងកូនរបស់នាងជាមួយសង្សារចាស់ឲ្យបានល្អជាការស្រេចរឿងនេះធ្វើឲ្យគ្រប់គ្នាគិតថាគាត់ស្រឡាញ់សុងស៊ីស៊ីខ្លាំងណាស់ដូច្នេះនាងតែងតែធ្វើទេសភាពស្មោះត្រង់របស់គាត់ហើយរាល់លើកគាត់មិនដែលគិតពីជីវិតដើម្បីធ្វើវានោះទេបែបនេះហើយគាត់ត្រូវបានគេចាត់ទុកដូចជាអ្នកបម្រើអស់រយៈពេល10ឆ្នាំក្មេងស្រីតូចកាលពីមុនក៏ធំពេញវ័យតែមិនដែលចាត់ទុកគាត់ជាឪពុកឡើយគ្រាន់តែចាត់ទុកគាត់ជាអ្នកបម្រើម្នាក់ប៉ុណ្ណោះតែគាត់មិនខ្វល់នោះទេព្រោះគាត់នៅសល់តែ5ថ្ងៃទៀតគឺអាចត្រឡប់ទៅពិភពដើមរបស់គាត់វិញដើម្បីឲ្យប្រពន្ធកូនរស់ឡើងវិញហើយ5ថ្ងៃចុងក្រោយនេះស្ទើរតែធ្វើឲ្យគាត់បាត់បង់ជីវិតព្រោះសង្សារចាស់របស់សុងស៊ីស៊ីបានត្រឡប់មកវិញហើយគេក៏ជាឪពុកបង្កើតរបស់ក្មេងស្រីនោះដែរគាត់ក៏ខ្លាចជាមនុស្សដែលលើសនៅក្នុងផ្ទះតែមិនយូរប៉ុន្មានសុងស៊ីស៊ីក៏ចាប់អារម្មណ៍ថាប្រុសសង្ហានោះមិនយល់ចិត្តពួកនាងម្ដាយកូនសោះតែងតែដួសម្ហូបដែលពួកនាងមិនចូលចិត្តឲ្យតែប្តីរបស់នាងវិញបែរជាដឹងច្បាស់ថាពួកនាងម្ដាយកូនចូលចិត្តញ៉ាំអ្វីទោះបីជានៅក្នុងចិត្តរបស់ខ្ញុំគ្មាននរណាម្នាក់អាចប្រៀបជាមួយបងស៊ីវឈូបានតែក៏ត្រូវតែទទួលស្គាល់ថាម៉ុងឈៀនស៊ុនធ្វើរឿងអស់ទាំងនេះបានល្អពេញចិត្តខ្ញុំបំផុតរឿងនេះធ្វើឲ្យប្រុសសង្ហានោះមានគំនុំឆ្លៀតពេលដែលគាត់នៅក្នុងផ្ទះបាយក៏ធ្វើជាមិនប្រយ័ត្នហើយចាក់ស៊ុបដកដៅគុកមួយចានទៅលើខ្លួនរបស់គាត់តែម្ដងដៃរបស់គាត់ក៏ឡើងក្រហមភ្លាមតែសុងស៊ីស៊ីធ្វើដូចជាមិនឃើញគាត់បែរជាទៅបារម្ភពីប្រុសសង្ហាដែលត្រូវរលាកដៃតែបន្តិចទៅវិញម៉ុងឈៀនស៊ុនប្រហែលជាមិនចូលចិត្តខ្ញុំទេទើបគាត់មានបំណងជះស៊ុបមកលើខ្ញុំក៏សំដែរកាលនោះខ្ញុំជាអ្នកចោលអូនហើយឥឡូវខ្ញុំត្រឡប់មកវិញគេមានគំនិតមិនល្អលើបងជារឿងធម្មតាតែបងមិនដែលគិតថាចិត្តគំនិតគេអាក្រក់បែបនេះសោះឃើញបែបនេះសុងស៊ីស៊ីមិនបានសួររកការពិតទេបែរជាស្ដីបន្ទោសឲ្យគាត់ទៅវិញគាត់ដឹងថាសុងស៊ីស៊ីមិនស្រឡាញ់គាត់ទេតែគាត់ខំប្រឹងបម្រើអស់10ឆ្នាំហើយសូម្បីតែការទុកចិត្តបន្តិចក៏គ្មានដែរតែមិនអីទេនៅសល់តែ6ថ្ងៃទៀតខ្ញុំនឹងបានទៅផ្ទះហើយដល់ពេលយប់ប្រុសសង្ហានោះបានផ្ញើវីដេអូដែលសុងស៊ីស៊ីមើលថែគេនៅមន្ទីរពេទ្យមកដូចគាត់ស្មានថាគាត់នឹងខឹងតែការពិតគាត់មិនខ្វល់សោះព្រោះនៅក្នុងចិត្តរបស់គាត់មនុស្សដែលគាត់ខ្វល់គឺប្រពន្ធកូននៅពិភពលោកមួយផ្សេងទៀតមិនយូរប៉ុន្មាននៅសល់តែ5ថ្ងៃទៀតប៉ុណ្ណោះថ្ងៃនេះសុងស៊ីស៊ីចប់រវល់ហើយឲ្យគាត់មើលកូនក្មេងស្រីនោះទាមទារឲ្យប្រុសសង្ហានោះរុញទងឲ្យតែគេមិនដែលធ្លាប់មើលក្មេងក៏រុញខ្លាំងធ្វើឲ្យក្មេងស្រីនោះផ្លាចេញពីទងប្រសិនបើគោលដៅដែលត្រូវការពីស្លាប់នោះបេសកកម្មនឹងបរាជ័យប្រពន្ធនិងកូនរបស់អ្នកនឹងមិនអាចរស់ឡើងវិញទេដើម្បីឲ្យប្រពន្ធរស់ឡើងវិញគាត់ស្ទុះទៅយកខ្លួនទៅត្រង់ក្មេងស្រីនោះភ្លាមធ្វើឲ្យគាត់ដួលប៉ះក្បាលធ្ងន់ធ្ងរតែពេលទៅដល់មន្ទីរពេទ្យប្រុសសង្ហានោះបែរជាចោទប្រកាន់ថាគាត់ជាអ្នករុញក្មេងស្រីនោះទៅវិញទោះបីជាគាត់ព្យាយាមពន្យល់តែសុងស៊ីស៊ីមិនជឿឡើយព្រោះប្រុសសង្ហានោះជាឪពុកបង្កើតរបស់កូននាងយកគេទៅឃុំនៅក្នុងបន្ទប់ពេលណាព្រមសារភាពកំហុសចាំដោះលែងបែបនេះហើយគាត់ត្រូវគេឃុំ3ថ្ងៃមិនឲ្យបាយទឹកឥឡូវនេះនៅសល់តែ3ថ្ងៃទៀតប៉ុណ្ណោះដែលគាត់ត្រូវចាក់ចេញពេលនោះសុងស៊ីស៊ីក៏បើកទ្វារបន្ទប់វីដេអូនេះខ្ញុំបានមើលហើយពិតជាមិនមែនកំហុសរបស់នេះទេតែបងស៊ីវឈូក៏មិនបានតាំងចិត្តដែរនេះក៏បន្ទប់គាត់អីពេលលីសំដីលំអៀងបែបនេះធ្វើឲ្យគាត់យល់ថាមនុស្សដែលគេមិនស្រឡាញ់ធ្វើអ្វីក៏ខុសដែរតែរឿងទាំងនេះលែងសំខាន់ហើយមិនយូរប៉ុន្មាននៅសល់តែ2ថ្ងៃទៀតគាត់កាន់តែប្រពន្ធកូននឹងរស់ឡើងវិញតែសុងស៊ីស៊ីស្រាប់តែស្ទុះចូលមកហើយឃើញរូបថតប្រពន្ធកូនរបស់គាត់នាងសួរទាំងខឹងថាមនុស្សស្រីក្នុងរូបថតជាអ្នកណាហេតុអ្វីបានជាឯងកាន់រូបថតស្រីផ្សេងឯងឈប់ស្រឡាញ់ខ្ញុំនឹងមកហើយមែនទេឃើញបែបនេះគាត់ក៏ដណ្ដើមរូបថតមកវិញហើយប្រាប់ថាជាមិត្តភក្តិដែលមិនបានតាក់ទងគ្នា10ឆ្នាំហើយសុងស៊ីស៊ីហើយក៏មិនសង្ស័យអ្វីដែរព្រោះគិតថាគាត់ស្រឡាញ់នាងខ្លាំងណាស់តែនាងប្រាប់ថាថ្ងៃក្រោយមិនអនុញ្ញាតឲ្យមានរបស់របរអ្នកផ្សេងនៅក្នុងផ្ទះទេខ្ញុំមិនចូលចិត្តមិនយូរប៉ុន្មានក៏ដល់ថ្ងៃចុងក្រោយហើយថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់គាត់ដែរស្មានថាអាចធ្វើគុកកំណើតឲ្យខ្លួនឯងដោយស្ងប់ស្ងាត់តែសុងស៊ីស៊ីឲ្យគេយកអាវធំមកឲ្យគាត់ផ្លាស់ដើម្បីទៅជាន់ទី5រកនាង10នាទីទៀតត្រូវទៅឲ្យដល់ដោយសារមិនអាចបំពេញបញ្ជាគាត់ក៏ពាក់អាវនោះទៅជាន់ទី5ទើបដឹងថាថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់ប្រុសសង្ហានោះហើយកាដូមានច្រើនដូចភ្នំនេះមកដល់ហើយហេខ្ញុំមកថាថ្ងៃនេះក៏ជាថ្ងៃកំណើតរបស់មកចូលរួមឲ្យសប្បាយទាំងអស់គ្នាសុងស៊ីស៊ីទើបតែនឹកឃើញថាថ្ងៃនេះជាថ្ងៃកំណើតរបស់គាត់តែប្រុសសង្ហានោះនិយាយដូចថាគាត់សំបីតែនំខេកក៏គ្មានហើយគាត់ចេញនំខេកខ្លួនដើម្បីបួងសួងទៅបងស៊ីវឈូមានបំណងល្អទេនេះកុំប្រកាន់អីដោយសារបញ្ជាមិនអាចបំពេញគាត់ក៏បែរទៅបួងសួងជាមួយនំខេករបស់គេមិនដឹងថាលោកម៉ុងចង់បួងសួងអ្វីទេខ្ញុំដឹងរាល់ឆ្នាំគាត់តែងតែបួងសួងឲ្យខ្ញុំក៏ច្បាស់ជាបែបនេះដែរសូមឲ្យសុងស៊ីស៊ីនិងកូនស្រីសុងយន់កុំឲ្យជួបគ្នានៅជាតិក្រោយទៀតបួងសួងចប់ប្រុសសង្ហានោះនៅមិនអស់ចិត្តក៏សុំចូលកែវជាមួយគាត់តែមិនដឹងទេថាស្រាមួយកែវក្នុងចំណោមនោះមានថ្នាំពុលគ្រាន់តែគាត់ចេញទៅផុតប្រុសសង្ហានោះក៏ឈឺពោះយ៉ាងខ្លាំងគ្រូពេទ្យពិនិត្យឃើញថាត្រូវបានគេដាក់ថ្នាំលោកសៀវត្រូវថ្នាំពុលត្រូវលាងក្រពះជាបន្ទាន់ជាស្នាដៃអ្នកណា
ទៅចាប់ខ្លួនមកឲ្យខ្ញុំចំណែកឯគាត់ដែលមិនដឹងរឿងបានយករបស់របរដែលពាក់ព័ន្ធនឹងខ្លួនទៅបោះចោលក្នុងធុងសម្រាប់ព្រោះថ្ងៃស្អែកគាត់ត្រូវទៅហើយតែមិននឹកស្មានថាសុងស៊ីស៊ីនាំប្រុសសង្ហានោះមកទាំងកំហឹងហើយអ្វីបានជាឯងដាក់ថ្នាំពុលបងសៀវឈូដាក់ថ្នាំពុលបងសៀវឈូគ្រាន់តែផឹកស្រាមួយកែវជាមួយឯងនៅពិធីមិនមែនឯងធ្វើតើជាអ្នកណាខ្ញុំមិនបានដាក់ថ្នាំទេទោះបីជាគាត់បដិសេធតែសុងស៊ីស៊ីមិនជឿឡើយដើម្បីឲ្យប្រុសសង្ហានោះអស់ចិត្តនាងថែមទាំងឲ្យគេចាត់ការគាត់តាមចិត្តខ្ញុំមិនការពារទេប្រុសសង្ហានោះរងចាំថ្ងៃនេះយូរហើយបើមិនដូច្នោះទេឲ្យគាត់មកនៅជាមួយបងមួយថ្ងៃមកបងនឹងធ្វើឲ្យគេសារភាពមានរឿងអីស៊ីស៊ីតែងតែធ្វើតាមសំណើខ្ញុំជានិច្ចនាងកំពុងតែស្ទាក់ស្ទើររឿងអីប៉ាចង់ធ្វើអីប៉ាសំបីតែស្រមោចក៏មិនហ៊ានជន់ផងមិននឹងអាចធ្វើរឿងខូខើដាក់លោកមកទៅទោះបីជាសុងស៊ីស៊ីបារម្ភខ្លះតែនាងជឿថាគេមិនធ្វើបាបគាត់ទេក៏ឲ្យគាត់ទៅជាមួយប្រុសសង្ហានោះមួយថ្ងៃស្អែកនាងនឹងទៅទទួលគាត់មកវិញឲ្យតែជាសំណើរបស់បងអូននឹងធ្វើតាមជានិច្ចគេពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់តែសុងស៊ីស៊ីមិនដឹងទេថានេះជាការជួបគ្នាលើកចុងក្រោយហើយបន្ទាប់ពីគាត់ចេញទៅនាងក៏ឃើញកាតដែលសរសេរពាក្យបួងសួងរបស់គាត់សូមឲ្យប្រពន្ធនិងកូនស្រីរបស់ខ្ញុំជួបតែសេចក្តីសុខសូមឲ្យប្រពន្ធនិងកូនស្រីជួបតែសេចក្តីសុខអស់មួយជីវិតសុងស៊ីស៊ីទើបតែនឹកឃើញថារាល់ឆ្នាំបំណងប្រាថ្នាថ្ងៃកំណើតរបស់គាត់គឺជូនពរប្រពន្ធនិងកូនស្រីតែគួរឲ្យអាណិតណាស់សុងស៊ីស៊ីស្មានថាប្រពន្ធកូននោះគឺជាពួកនាងគឺកូនស្រីរបស់នាងតែមិនដឹងថាបំណងប្រាថ្នារបស់គាត់មិនពាក់ព័ន្ធនឹងពួកនាងសោះគឺសម្រាប់ប្រពន្ធកូនរបស់គាត់នៅពិភពលោកមួយទៀតលោកម៉ុងពិតជាមានមនុស្សស្រឡាញ់ដោយមិនសង្ឃឹមផលតបស្នងមែនមិនខ្លាចថាពិបាកឆ្លើយជាមួយស៊ីស៊ីទេឯងកុំបារម្ភអីឲ្យតែឯងមិនរលាយបាត់ខ្លួនទោះនៅសល់ដង្ហើមមួយចុងក្រោយក៏ខ្ញុំមានលេសដោះស្រាយដែរខ្ញុំចិត្តរលាយបាត់ខ្លួនមែនបែបនេះហើយប្រុសសង្ហានោះក៏វាដំគាត់យ៉ាងខ្លាំងថែមទាំងប្រាប់ការពិតតែគេត្រឡប់មករកសុងស៊ីស៊ីវិញបើដឹងថាសុងស៊ីស៊ីអាចខ្លាចជាសេដ្ឋីខ្ញុំមិនចាក់ចេញទេហើយមិនដឹងថាឯងឲ្យនាងផឹកថ្នាំអីឯងមិនដឹងទេសុងស៊ីស៊ីមិនព្រមលេងលេះជាមួយឯងទោះបីជាខ្ញុំមិនយកក៏មិនដល់វេនឯងដែរនិយាយហើយក៏វាគាត់ថែមទៀតចំណែកឯសុងស៊ីស៊ីនឹកឃើញថាថ្ងៃកំណើតគាត់បែរជានឹកគិតដល់ពួកនាងធ្វើឲ្យនាងមានអារម្មណ៍ខុសសម្រាប់ចិត្តថាស្អែកទៅទទួលគាត់មកនឹងសុំទោសគាត់ឲ្យបានត្រឹមត្រូវមិនយូរប៉ុន្មានថ្ងៃស្អែកក៏មកដល់ជាថ្ងៃដែលគាត់ត្រូវចាក់ចេញពីពិភពលោកមិនស្រួលទេនាងមកដល់ហើយឆាប់សម្អាតកន្លែងនេះទៅពេលនោះប្រុសសង្ហានោះព្យាយាមដើម្បីគាត់សុំស៊ីពេលកំចាត់សាកសពប្រញាប់ប្រញ័របែបនេះអូនមិនជឿជាក់លើបងទេមិនមែនទេអូនគិតច្បាស់ហើយតែម៉ុងឈៀនស៊ុនតែងតែធ្វើបាបបងក៏ព្រោះតែគេខ្វះភាពកក់ក្ដៅឲ្យតែអូនចុះអេដាស៊ីវលជាមួយបងគេច្បាស់ជាឈប់ធ្វើរឿងបែបនេះទៀតហើយតែគេមិនដឹងថាបំណងនេះនឹងមិនអាចសម្រេចបានជាពេលនេះគាត់ត្រូវបានគេបដូរខោឲ្យស្អាតបាតហើយបោះទៅលើសាឡុងពេលនោះព្រះនៃពេលវេលាក៏លេចមកគ្រួសាររបស់លោកបានរស់ឡើងវិញតើលោកចង់ចាក់ចេញឥឡូវនេះដែរទេគាត់យល់ពងតែមុននឹងទៅគាត់សូមឲ្យព្រះនៃពេលវេលាជួយប្រម៉ូវីដេអូដែលប្រុសសង្ហានោះធ្វើបាបគាត់កន្លងមកយកមកទាំងអស់ព្រះនៃពេលវេលាក៏យល់ព្រមហើយដាក់វីដេអូដែលគេចាប់បានកិច្ចសន្ទនាការពីយប់មិញចូលទៅក្នុង USB ទុកឲ្យខ្ញុំនៅក្នុងពិភពលោកនេះដើម្បីឲ្យពួកនាងម្ដាយកូនបានឃើញជាលើកចុងក្រោយលោកម្ចាស់សូមត្រៀមខ្លួនខ្ញុំនឹងនាំលោកទៅផ្ទះបន្ទាប់ពីធ្វើរឿងអស់នេះហើយព្រះនៃពេលវេលាក៏បើកកន្លែងឆ្លងភពមើលទៅខ្លួនប្រាណដែលកំពុងរលាយបាត់បន្តិចម្ដងគាត់ដឹងថាមិនយូរទៀតទេគាត់នឹងបានជួបប្រពន្ធកូនរបស់គាត់វិញហើយ